សូមជម្រាបសួរបងប្អូនក្នុង YouTube ទាំងអស់ពេលនេះខ្ញុំឆានែរធីយូណាសសូមជូនប្រវត្តិសាស្ត្រខ្មែរសម័យឧដុង្គដូចទៅ 1. សម័យឧដុង្គគិតចាប់ពីឆ្នាំ 1520 ដល់ 1863 ព្រះមហាក្សត្រដែលសោយរាជ្យដំបូងគេគឺព្រះបាទជ័យជេដ្ឋាទី 2 ហើយព្រះមហាក្សត្រដែលសោយរាជ្យក្រោយគេគឺព្រះបាទនរោត្តម 2. ព្រះបាទស្រីសុរិយោពណ៌ទ្រង់សោយរាជ្យជាស្ដេចផែនដីនៅឆ្នាំ 1513 ដល់ឆ្នាំ 1518 ទ្រង់មានព្រះរាជបុត្រពីរអង្គគឺព្រះជ័យជេដ្ឋាទី 2 និងព្រះឧទ័យ បានជាព្រះបាទស្រីសុរិយោពណ៌ងាកមកចងសម្ព័ន្ធភាពជាមួយយួនវិញព្រោះការបែកបាក់បន្ទាយលង្វែកឆ្នាំ 1594 គឺជាការឈឺចាប់របស់ខ្មែរបន្ទាប់ពីការបែកបាក់អង្គរដែលបណ្ដាលមកពីខ្មាំងសត្រូវសៀមការលូកដៃគោកាយតាមល្បិចកលប៉ុណ្ណឹងធ្វើអន្តរាគមន៍ឥតឈប់ឈរដែរមានទីដែលធ្វើឲ្យខ្មែរខ្សោយដើម្បីលេបយកទឹកដីដែលនាំឲ្យព្រះបាទស្រីសុរិយោពណ៌មានការធុញទ្រាន់នឹងមេរៀនដដែលសម្រាប់សត្រូវសៀមដើម្បីឲ្យមានលំនឹងព្រះអង្គបានធ្វើការចងសម្ព័ន្ធភាពជាមួយនឹងស្ដេចយួនសម្ព័ន្ធភាពនេះមិនបានធ្វើឲ្យខ្មែររស់បាននៅដោយសុខស្រួលឡើយផ្ទុយទៅវិញវាជាទម្ងន់មួយមកឲ្យខ្មែររកដោយសារសម្ព័ន្ធភាពនេះធ្វើឲ្យខ្មែរបាត់បង់សិទ្ធិគ្រប់គ្រងតំបន់ពាណិជ្ជកម្មនៃដែនដីភាគខាងត្បូងត្រូវបាត់បង់ការហូរចូលនៃប្រជាជនយួនមកលើទឹកដីខ្មែរនាភាគខាងត្បូងនឹងធ្វើឲ្យខ្មែរអស់អំណាចនៅលើទឹកដីនេះប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមយួនដែលប្រទេសនេះបានធ្វើទុកបុកម្នេញនិងផ្ដល់មេរៀនយ៉ាងល្វីងជូរចត់សម្រាប់ខ្មែរ 4. បានជាព្រះបាទស្រីសុរិយោពណ៌ដាក់រាជ្យថ្វាយព្រះរាជបុត្រជ័យជេដ្ឋាទី 2 ព្រោះមានប្រតិកម្មមួយផ្ទុះឡើងប្រឆាំងនឹងការទទួលយកទំនៀមទម្លាប់សៀមមកបង្ខំឲ្យខ្មែរប្រើជាហេតុបណ្ដាលឲ្យទ្រង់ដាក់រាជ្យនៅឆ្នាំ 1518 ទៅឲ្យព្រះរាជបុត្រច្បងហើយទ្រង់គង់នៅជាឧបយោរាជវិញព្រះបាទជ័យជេដ្ឋាទី 2 ទ្រង់ដោយរាជ្យឆ្នាំ 1518 1528 ដោយមាននាមសម្រាប់រាជថាសម្ដេចព្រះរាជចង្ការព្រះបាទជ័យជេដ្ឋាធិរាជរាមាធិបតី 5. មុនពេលសោយរាជ្យក្នុងព្រះជន្ម26 វស្សាទ្រង់មានបុត្រពីរអង្គគឺចៅពញាតូជាមួយអ្នកមនាងសុកចៅពញានូជាមួយអ្នកមនាងតងលុះសោយរាជ្យបាន2 ឆ្នាំព្រះអង្គមានបុត្រចៅពញាច័ន្ទទៅជាមួយអ្នកមនាងជាតិលាវឈ្មោះបុះតាមរាជពង្សាវតាខ្មែរថាព្រះអង្គមានបុត្រពីរអង្គទៀតគឺច័ន្ទវតីក្សត្រីជាមួយអ្នកមនាងនងបុប្ផាវតីជាមួយអាគមហេសីជាយួនអង្គចៅ 6. ព្រះអង្គមានអ្នកមនាង3នាក់និងមានបុត្រ4អង្គគឺអ្នកអង្គនុនជាមួយអ្នកមនាងសនអ្នកអង្គសូជាមួយអ្នកមនាងស៊ូហេអ្នកអង្គតនជាមួយអ្នកមនាងស៊ូអ្នកអង្គអឹមជាមួយអ្នកមនាងអិន 7. ព្រះជ័យជេដ្ឋាពុំព្រមទទួលស្គាល់អំណាចសៀមនៅលើទឹកដីខ្មែរព្រះចៅសៀមក៏លើកទ័ពចូលវាយខ្មែរនៅឆ្នាំ 1522 ទ័ពសៀមលើកមកដល់ភ្នំចង្គាំងខេត្តបរិបូរណ៍ព្រះជ័យជេដ្ឋាបានលើកទ័ពទៅទល់នឹងទ័ពខ្លាំងសៀមបាក់ទ័ពហើយត្រូវខ្មែរចាប់ជាឆ្លើយសឹកអស់ជាច្រើនព្រះអង្គហើយឆ្លើយនោះថាសៀមចង្គៀងនៅឆ្នាំ 1523 សៀមបានលើកទ័ពមកវាយខ្មែរម្ដងទៀតក្រោមបញ្ជារបស់ព្រះចៅសៀមស្រូធម្មរាជាលើកនេះទ័ពសៀមបានមកដល់ស្រុកពីមហើយបានជួបប្រយុទ្ធនឹងទ័ពព្រះឧទ័យដែលចេញពីឧដុង្គមានជ័យទៅសៀមមកបានចាញ់ទ័ពខ្មែរម្ដងទៀតរាជពង្សាវតារថាក្រោយមកព្រះចៅសៀមចាត់ឲ្យបុត្រនាមព្រះជេដ្ឋាលើកទ័ពមកវាយខ្មែរម្ដងទៀតតាមជើងទឹកព្រះឧទ័យចេញទៅទល់ទៀតសៀមមិនហ៊ានច្បាំងក៏ដកថយព្រះឧទ័យសុំចូលវាយស្រុកសៀមតែព្រះជ័យជេដ្ឋាទី 2 ទ្រង់មិនអនុញ្ញាត 8. ឈ្មោះស្ត្រីអង្គចៅការរៀបអភិសេកនេះធ្វើឲ្យប្រទេសខ្មែរកើតរឿងចម្រូងចម្រាសយ៉ាងខ្លាំងវៀតណាមវាយយកបានទឹកដីចម្ប៉ានៅស17នៅឆ្នាំ 1523 សក្នៈបេសកម្មទូតដោយវៀតបានលើកសំណើសុំឲ្យដៃវៀតបង្កើតគ្រឹះជំនួញនៅប៉ែកខាងត្បូងប្រទេសខ្មែរពីរគឺព្រែនគោនិងកំពង់ក្របីព្រមទាំងសុំអនុញ្ញាតឲ្យមានសិទ្ធិការកាប់ក្រសួងគុយនៅទីនោះផងដោយមានមហេសីជាជនជាតិយួនព្រះជ័យជេដ្ឋាទី 2 ពិបាកនឹងប្រកែកក៏យល់ព្រមអនុញ្ញាតឲ្យតែ 5 ឆ្នាំប៉ុណ្ណោះប៉ុន្តែជាការបោកបញ្ជូតរបស់ដៃវៀតយ៉ាងពិតប្រាកដការហូរចូលនៃប្រជាជនដៃវៀតមកលើទឹកដីខ្មែរនាភាគខាងត្បូងនឹងធ្វើឲ្យខ្មែរអស់អំណាចនៅលើទឹកដីនេះប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមដៃវៀតដែលប្រទេសនេះបានធ្វើទុកបុកម្នេញនិងផ្ដល់មេរៀនយ៉ាងល្វីងជូរចត់សម្រាប់ខ្មែរសូមអរគុណច្រើនចំពោះការយកចិត្តទុកដាក់ស្ដាប់ហើយសូមបន្តស្ដាប់ភាគទី 2 បន្តទៀតសូមអរគុណ